បាទសួស្តីបងចានេះគឺជាវីដេអូcopy សភៅចេញពី MacBook ទៅកាន់ម៉ាស៊ីនអានសភៅ MiBook បងអញ្ចឹងដំបូងបងជួយដោតខ្សែឲ្យចូលសិនមកហើយបន្ទាប់មកបងអាចធ្វើការ scroll មកអញ្ចឹងបងហើយបន្ទាប់មកបងចូលកន្លែង Android នេះបងអញ្ចឹងបងចុចទៅលើ USB ហ្នឹងទៅហើយឲ្យប្រកាសថាបងបានជ្រើសរើសកន្លែង file transfer បងបើសិនជាអត់ទាន់បានរើសទេបងជួយចុចឲ្យវាមកបងបន្ទាប់មកបងចូលមកកាន់ web browser វិញហើយបងជួយវាយពាក្យថា Android file transfer Mac download ហ្នឹងហើយអញ្ចឹងដល់ពេលបងវាយហើយបងធ្វើការ download ទៅលើ Android file transfer សម្រាប់ Mac នឹងបានណាបងហ្នឹងហើយអញ្ចឹងបងអាច click ទៅលើវាទៅគឺវានឹងនាំបងទៅកាន់ website របស់ Android file transfer ហ្នឹងដែលបងអាចធ្វើការ click install download បានទេបងអញ្ចឹងនេះហើយបងអូននឹងធ្វើការចុច download វាបងទំហំ 3.7 មេហ្នឹងបងអញ្ចឹងនេះវា pop up ad មកធ្វើការខ្វែងបានអញ្ចឹងនេះបន្ទាប់ពីបង download ទៅគឺវានឹង load ចូលទៅក្នុង folder កុំព្យូទ័រ Mac របស់យើងហើយបងអញ្ចឹងបងអាចធ្វើការមកស្វែងរកវាបានជាទូទៅគឺវានៅក្នុង folder download អញ្ចឹងបងអានេះខាងបងអូន download ហើយខាងបងអូនបើកមកគឺវានឹងចូលមកបងនៅកន្លែង folder download គឺយើងនឹងឃើញថា Android file transfer ហ្នឹងមកដូចលើកមុនអញ្ចឹងបងអញ្ចឹងដល់ពេលបងបានវាហើយបងបើក double click វាពីរដងទៅគឺវានឹង load ផ្ទាំងនេះមកហើយបន្ទាប់មកបងជួយទាញAndroid file transfer ហ្នឹងទៅដាក់ desktop នេះបងទាញវាមកដាក់ក្រៅអញ្ចឹងមកគឺវា load មកហើយបន្ទាប់មកបងចុចបើកវាពីរដងបងចុចពីរដងមកគឺវានឹងបើកមកហើយអញ្ចឹងនេះនៅពេលដែលវាបើកមកវានឹងចេញ folder របស់ MiBook យើងបងអានេះតោះតែបង connect MiBook សិនទៅវា load folder អញ្ចឹងមកបងហើយសម្រាប់កន្លែងដែលយើងនឹង copy សភៅទៅគឺ folder ឈ្មោះថា book នៅលើម៉ាស៊ីនអានសភៅ MiBook របស់យើងបងអញ្ចឹងនេះខាងបងអូននឹងទៅរកសភៅ file សភៅវិញអញ្ចឹងអានេះខាងបងអូនរកឃើញហើយខាងបងអូនធ្វើការ select សភៅដែលចង់ copy ចូលខាងបងអូន copy បន្ទាប់មកខាងបងអូននឹង paste វាវិញនៅក្នុងម៉ាស៊ីន MiBook របស់យើងបង pass គឺនៅក្នុង folder book បញ្ជាក់ម្ដងទៀតណាបងហើយពេលដែលបងចូលមក folder book ហ្នឹងបងចង់ pass នៅហ្នឹងក៏បានបងចង់ធ្វើការបង្កើត folder មួយទៀតហើយ pass ចូលទៅក្នុង folder ហ្នឹងក៏បានដែរដោយសារតែ MiBook គឺយើងអាចរៀប folder អីឲ្យវាមានរបៀបរៀបរយបានមានតែសភៅគឺវាអត់លាយឡំគ្នាអញ្ចឹងណាបងអញ្ចឹងនេះខាងបងបានបង្កើត folder មួយឈ្មោះថា untitled folder អញ្ចឹងខាងបងនឹងធ្វើការ copy សភៅបន្ទាប់មក pass វានៅក្នុង folder ហ្នឹងអញ្ចឹងណាបងហ្នឹងហើយដូចបងឃើញអញ្ចឹងពេលយើង pass មកវា load ពេញមានន័យថាយើង copy បានសម្រេចទេអញ្ចឹងបន្ទាប់ពីយើង copy បានសម្រេចហើយបងអាចងាកទៅមើលម៉ាស៊ីនរបស់យើងវិញទៅបងអាចចូលមក home ហើយចូលទៅកន្លែង read បងនៅលើ MiBook របស់យើងបងចូលទៅកន្លែង read នេះបង read ហ្នឹងមកគឺបងនឹងឃើញបង folder ដែលខាងបងបានបង្កើតមិញឈ្មោះថា untitled folder ហ្នឹងហើយនៅក្នុងហ្នឹងគឺមានសភៅ3ក្បាលដែលយើងបាន copy មិញ